ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់នៅក្នុង Channel នៃទានរឿងខ្មោចរាត្រីទាំងអស់គ្នាហើយវិលមកជួបជាមួយនឹងខ្ញុំបានសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះនិងពេលនេះហើយថ្ងៃនេះគឺខ្ញុំមានរឿងមួយដើម្បីចែករំលែកទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលមានចំណងជើងថាសាឡាចាស់ហើយរឿងមួយនេះដែរគឺខ្ញុំបានមកពីលោកយាយរបស់ខ្ញុំដែលគាត់បាននិយាយប្រាប់ខ្ញុំតាំងពី3ឆ្នាំមុនគាត់ថានៅក្នុងសាលាចាស់ហ្នឹងគឺជាសាលាដែលបានសល់ពីសម័យបុរាណគឺជាសាលាដែលបានសល់ពីសម័យប៉ុលពតហើយកសាងឡើងតាំងពីមុនសម័យប៉ុលពតទៅទៀតក៏ប៉ុន្តែនៅពេលដែលកើតរឿងប៉ុលពតហ្នឹងមកសាលាហ្នឹងក៏បានត្រូវពួកប៉ុលពតហ្នឹងគឺគាត់យកដូចជាថ្នាំសទៅលុបបំបត្តិរូបព្រះពុទ្ធបដិមារូបគំនូរផ្សេងដែលតាក់ទងទៅនឹងពុទ្ធសាសនាពីព្រោះយើងដឹងហើយថាពលពតកាលនោះគឺគេចង់លុបបំបត្តិនៅសាសនាចោលហើយយ៉ាងទេគេយកសាលាចាស់ហ្នឹងដើម្បីមកឃុំឃាំងមនុស្សនៅក្នុងសាលាហ្នឹងនៅក្រោមសាលាអីហ្នឹងណាហើយយ៉ាងទេនៅពេលដែលផុតសម័យពលពតហ្នឹងមកលោកយាយរបស់ខ្ញុំគាត់បានប្រាប់ថាមនុស្សជាច្រើនដែលត្រូវបានគេសម្លាប់នៅក្រោមសាលាហ្នឹងមានរឿងជាច្រើនតាក់ទងទៅនឹងសាលាហ្នឹងគឺគាត់បានថាអ្នកខ្លះហ្នឹងត្រូវគេធ្វើទរណកម្មស្លាប់នៅក្រោមសាលាហ្នឹងហើយអ្នកខ្លះទៀតស្លាប់ដោយសារជំងឺអីបៀតបៀននៅក្នុងសាលាហ្នឹងនៅក្រោមឯសាលាហ្នឹងគាត់ថាថ្ងៃមួយនៅពេលដែលគាត់ត្រូវប្រជុំអញ្ចឹងទៅគាត់ក៏បានត្រូវថ្នាក់លើរបស់គាត់ហ្នឹងឲ្យគាត់មកសម្អាតនៅសាលាហ្នឹងពីព្រោះថាគេគិតថាប្រហែលជាសាលាហ្នឹងវាសាបរលាបហើយពីព្រោះថាយូរឆ្នាំហើយតាំងពីសម័យប៉ុលពតហើយមកដល់សពថ្ងៃហ្នឹងគឺវាយូរហើយអញ្ចឹងរឿងអបិយជំនឿអីផ្សេងក៏វាប្រហែលជាសាបរលាបទៅតាមនឹងដែរយ៉ាងទេលោកយាយរបស់ខ្ញុំហ្នឹងគឺទៅបោះជូតនៅសាលាហ្នឹងដូចជាថ្ងៃត្រង់អ្នកនរគ្នាថ្ងៃត្រង់អីចឹងលោកយាយរបស់ខ្ញុំហ្នឹងគាត់ក៏បានថាងគាត់មិនទាន់បជាគេផងគាត់មិនទាន់នឹងឲ្យគេជួយបោសសម្អាតនៅសាលាហ្នឹងផងហេតុអីបានជាមានឮសូរសំឡេងអ្នកសម្អាតសាលាហ្នឹងធ្វើដូចជូតអានីបឬក៏បោសកវាឲ្យមហែងភ្លើងអីចឹងណានៅលើដបូលលើអីចឹងទៅដល់យ៉ាងទៅយាយខ្ញុំគាត់ដើរនៅខាងក្រោមអញ្ចឹងណាដើរនៅខាងក្រោមសាលាហ្នឹងហើយគាត់ក៏បាននិយាយទៅអ្នកលើថាបោះស្រួលបួវចាត់លើក្បាលគ្នាហើយអ្នកដែលបោះហ្នឹងក៏ស្រាប់តែលែងលឺសំឡេងបោះទៅទៀតហើយសូម្បីតែឆ្លើយក៏មិនឆ្លើយដែរហើយយាយរបស់ខ្ញុំគាត់ក៏ថាគាត់តែគ្នាប្រាប់ប៉ុណ្ណឹងសោះធ្វើឯណាចិត្តអីណាអត់បោះអត់អីណាស្រាប់តែគាត់ឡើងទៅលើមើលអ្នកអស់គ្នាគាត់ថាគាត់ទៅឡើងទៅដល់កន្លែងគេហៅថាដូចយកមុខអញ្ចឹងណាកន្លែងកម្មចរាធម្មតាដែលយើងឡើងទៅហើយវាមានដូចយកអីមុខអញ្ចឹងគាត់ថាគាត់ទៅឡើងទៅដល់កន្លែងហ្នឹងគឺធ្វើឲ្យគាត់នឹងព្រឺក្បាលតែម្ដងដល់គាត់សម្លឹងទៅនៅក្នុងសាលាហ្នឹងគឺអត់មានមនុស្សសោះចុះហេតុអីបានជាឮសំឡេងអ្នកមានអ្នកបោះសម្រាមបោះអានៀបបោះក្បឿងអីយ៉ាងទៅដល់យ៉ាងទៅគាត់ក៏នឹកថាំងប្រហែលជាខ្មោចលងហើយខ្មោចនេះក៏ខ្វះពេលលងទៅទៀតហើយលងការាថ្ងៃត្រង់ហ្នឹងដល់ពេលអញ្ចឹងគាត់ក៏បាននិយាយបន់ស្រន់ទៅក្នុងសាលាចាស់ហ្នឹងថាខ្ញុំមកនេះមិនមែនជាមកទៅរំខានអ្នកទាំងអស់គ្នាឬក៏បៀតបៀនអ្នកទាំងអស់គ្នាទេគឺខ្ញុំគ្រាន់តែសុំកន្លែងដើម្បីប្រជុំកិច្ចការបង្រើប្រជាពលរដ្ឋអីជាដើមទេ
អត់មានទៅប៉ះពាល់កន្លែងអ្នកអស់គ្នាទេអញ្ចឹងគាត់ក៏រួចខ្លួនទៅនៅពេលយប់ឡើងតាម្នាក់ដែលគាត់បានស្នាក់អាស្រ័យនៅវត្តណាគាត់បានទៅដាំទឹកតែដើម្បីប្រគេនប្រសង់នៅក្រោមសាលាចាស់ហ្នឹងពីមុនហ្នឹងគឺអត់មានកូនសេកលោកអីហ្នឹងគឺមានតាដែលគាត់នៅក្នុងភូមិដែលគាត់នៅម្នាក់ឯងគាត់ចាស់គាត់អីចឹងទៅគាត់តែងតែស្នាក់អាស្រ័យនៅវត្តនៅបំរើទឹកក្តៅទឹកត្រជាក់នៅព្រះគ្រូចៅអធិការអីចឹងទៅដល់តានឹងគាត់ទៅដាំសាលានឹងនៅក្រោមសាលានឹងរាល់ថ្ងៃទៅដាំទឹកក្តៅចឹងណានៅក្រោមសាលានឹងរាល់ថ្ងៃគាត់ថាអត់ដែលឮស្អីទេស្រាប់ថ្ងៃហ្នឹងស្រាប់តែឮសំឡេងដូចថាបាក់អានូតចឹងណាដូចបាក់ក្បឿបាក់អាសាលាអានូតសាលាហ្នឹងណាដូចសុបប្រាវដល់ប្រាវចឹងទៅគាត់ក៏ភ័យរត់ទៅប្រាប់គ្រូចៅអធិការថាលោកតាកណាដូចឃើញអានូតសាលាចាស់ហ្នឹងបាក់លោកតាហ្នឹងជាលោកមិនសូវជាអ្នកខ្លាចដែរលោកគឺជាតាហ៊ានជើងចាស់យ៉ាងលោកមិនត្រូវខ្លាចដើរព្រៃដើរអីឆ្អែតទៅទំហំបានមកប៊ូសហ្នឹងលោកក៏ប្រចាំងពិលលោកទៅមើលឃើញអនុសាលាអនុអីនៅឯទាំងអស់គ្មានឃើញអីជ្រុះសុំអីតែក្បឿងមកស្លឹកហើយយ៉ាងតាហ្នឹងក៏គិតក្នុងចិត្តថាប្រហែលហើយដល់ពេលគាត់ទៅមួយសាទៀតគាត់ងើយទៅមើលលើហ្នឹងប្រចាំងពិលងើយទៅមើលលើហ្នឹងស្រាប់តែអត់មានស្អីទាំងអស់អានូតអីនៅស្អាតចេះក្បឿងអីសុំឲ្យតែមកស្លឹកក៏មិនជ្រុះដែរអញ្ចឹងក៏គាត់រត់ទៅសង្ស័យទៅទៀតហើយឮច្បាស់ណាស់មិញក្តាំងមិញនេះឃើញអានូតបាក់អានូតនឹងបាក់ទាំងចំហមកទៀតបែបហើយដល់យ៉ាងទេខ្ទង់ម៉ោង12យប់ណាអ្នកនរគ្នាម៉ោង12យប់ហ្នឹងលោកតាដែលជាអ្នកដាំទឹកឲ្យលោកហ្នឹងគឺគាត់ចុះមកដោះទុកសัตว์គេហៅថាដោះមកនោមចុះមកនោមណាវាឈឺគប់ជួនអីមកឈឺនោមម៉ោង12ហ្នឹងគាត់ចុះមកឈឺនោមហ្នឹងគាត់ក៏បានប្រចាំងពិលទៅនឹងក្រោមសាលាហ្នឹងធម្មតាទេអ្នកនរគ្នានៅពេលដែលយើងចុះមកនោមម្ដងពេលពិលយើងហ្នឹងចាញ់តែច្បាច់លេចច្បាច់កើតការពារក៏លោកមានសត្រូវមកពីមុខសត្រូវមកពីក្រោយអីចឹងណាដល់យ៉ាងទៅគាត់ក៏ចេះតែប្រចាំងទៅស្រាប់តែពិលគាត់ហ្នឹងវាផ្លាតទៅក្រោមសាលាចាស់ហ្នឹងទឹកក្រោមសាលាចាស់ហ្នឹងគាត់ថាឃើញស្អីគេស្ទង់នៅក្រោមសាលាហ្នឹងហើយដល់ពេលយ៉ាងទៅគាត់ក៏ប្រចាំងឲ្យចំទៅមើលអ្នកនរគ្នាឲ្យសឹងទៅលួសព្រលឹងស្រាប់តែឃើញសុទ្ធតែខ្មោចសុទ្ធតែសមោលស្អីទេនៅក្រោមសាលាហ្នឹងនឹងប្រងព្រាតគាត់គាត់តែឃើញបែបនោះអ្នកនរគ្នាគាត់រត់ឡើងលើគាត់តែម្ដងទៅប្រាប់ប្រគ្រូចៅអធិការផ្អើគេពេញមកវត្តគាត់ថាជួយផងលោកតាខ្មោចលងកណាហើយគាត់ស្អីយ៉ាងឯនោះគ្នាដល់ពេលព្រឹកឡើងគាត់នឹងក្តៅខ្លួនដោយការខ្លាចគេហៅថាខ្មោចលងណាធម្មតាទេមនុស្សយើងកាលណាដែលភ័យខ្លាចរឿងអីយ៉ាងតែងតែក្តៅខ្លួនជ្រុះសក់អីយ៉ាងទៅអ្នកខ្លះនឹងឈឺរហូតដល់ងាប់ក៏មានដែរដោយសារតែការខ្លាចខ្មោចអីហ្នឹងដល់ពេលយ៉ាងទេលោកតាគាត់ជាតាហ៊ានជើងចាស់ហើយយ៉ាងគាត់ក៏បានសោតស្ដោះផ្លុំគប់ជួននឹងគាត់រៀនខាងមុនវិជាការខាងពុទ្ធសាសនាអីទៀតហ្នឹងរងាប់មួយថ្ងៃពីរថ្ងៃហ្នឹងតាហ្នឹងក៏លេងអីទៅវិញទៅហ្នឹងសំណាងនៅមួយលោកនៅគ្នាចុះបើសិនជាយើងដើរអីយ៉ាងទៅវាទៅប៉ះពួកហ្នឹងអីទៅធ្វើមិនទៅជួយអីតន់លោកអើយដូចជាខ្ញុំធ្លាប់និយាយរឿងបងខ្ញុំអីចឹងណាគាត់ទៅឆ្លោះស្រាប់តែមានសัตว์អីហោះចេញពីឡមកពីអ្នកបងប្អូនហ្នឹងរត់ជ្រុះអាគុយផងជ្រុះភ្លើងផងមិនខ្ចីងាកក្រោយនឹងខ្មោចនៅក្នុងសាលាចាស់ខ្មោចនៅក្នុងលក្ខណៈថាខ្មោចសល់ពីបុរាណណា
សាលាចាស់ហើយខ្មោចហ្នឹងគឺគេសម្លាប់តាំងពីសម័យពលពតមកម្ល៉េះចុះហេតុអីបានជានៅដល់សពថ្ងៃហ្នឹងពពួកដែលគេហៅថាខ្មោចតែមានបាបឬមួយក៏គាត់មានកម្មអីចឹងណាគាត់ចេះតែនៅរហូតតតែគាត់បានទៅចាប់ជាតិអីចឹងទៅប្រហែលជាអញ្ចឹងហើយណាអរគ្នាពីព្រោះថាសម័យពលពតនោះវាកន្លងទៅយូរដែរហើយនិយាយរបស់ខ្ញុំគាត់ដឹងដល់ពេលគាត់ដឹងអញ្ចឹងគាត់សុំគេអីចឹងណាហើយតានឹងមិនមែនគាត់មិនដឹងទេគាត់ដឹងដែរក៏ប៉ុន្តែធ្វើម៉េចអ្នកដែលខ្លាចខ្មោចគឺវាតែងតែបែបហ្នឹងហើយអ្នកនរគ្នាហ្នឹងហើយរឿងដែលខ្ញុំបាននិយាយទៅទាំងប្រព័ន្ធម៉ានគឺមានតែប្រព័ន្ធហ្នឹងទេហើយបើលឺលួសខុសខាតកន្លែងណាសូមអ្នកនរគ្នាខន្តីបណ្ដៃអភ័យអត់ទោសដល់ខ្ញុំផងហើយកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនិងបង្កើតនូវមាតិកាថ្មីឲ្យអ្នកនរគ្នាបានស្ដាប់ជារៀងរាល់រាត្រីបាទសូមអរគុណនិងសូមជម្រាបលា